សូមអនុមោទនាពិធីបុណ្យកឋិនទានកឋិនទានគឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដែលមានសម្ដែងទុកក្នុងគម្ពីរព្រះវិន័យបៃដកមហាវគ្គតតិយភាកឋិនខន្តកៈជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ5យ៉ាងទី1ប្លែកដោយកាលគឺជាកាលទានក្នុងមួយឆ្នាំធ្វើបានតែមួយដងមានរយៈពេលកំណត់ត្រឹមតែ29ថ្ងៃហើយវត្តមួយទទួលបានកឋិនតែមួយដងប៉ុណ្ណោះទី2ប្លែកដោយវត្ថុគឺសម្ពុតដែលជាវត្ថុកឋិននោះមានតែស្បង់ចីវរនិងសង្ឃដីដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិទី3ប្លែកដោយអំពើគឺបុគ្គលអ្នកធ្វើក៏បីធ្វើឲ្យត្រូវតាមវិន័យបញ្ញត្តិហើយសង្ឃត្រូវក្រាលគ្រងឲ្យត្រូវតាមវិន័យបញ្ញត្តិទី4ប្លែកដោយបដិគិហកៈគឺអ្នកទទួលសម្ពុតកឋិនបានតែភិក្ខុដែលនៅចាំ